ជំរាបសួរលោកគ្រូខ្ញុំមកឈ្មោះស៊ុយសមត្ថឆាមកពីក្រុមអាយុ30ហើយឥឡូវខ្ញុំមកធ្វើលឿន comment តាក់ទងជាមួយនឹង PEP comment តមកយើងចូលវាយ comment IP ដើម្បី check មក IP វាហើយយើងចូល PowerShell ដើម្បី connect ASX វាហើយដែរហើយកន្លែងហ្នឹងខ្ញុំវាយ ASX សវណ្ណសិទ្ធឆាមកហើយ add IP របស់វាគឺ 172.20.10.3 ហ្នឹងមកខ្ញុំវាយតាមហ្នឹងមកហើយ enter មកដល់នេះយើងវាយ password ដើម្បីចូល connect ASX ហ្នឹងហើយ enter មកហើយបន្តមកទៀតយើងវាយ comment HTML មកដើម្បី check មើល username របស់យើងនេះយើងឃើញ username របស់យើងគឺសវណ្ណសិទ្ធឆាហ្នឹងហើយបន្តមកយើងវាយ LS ដើម្បី check មើលវាហើយលោកគ្រូអីហាត់តែ3ទេយើងវាយ LS ដក LH មកហើយវាយតាមខ្ញុំវាយទៅមក LH ហើយ head ហើយតមកដកលេខ3មកហើយនេះវាឃើញនេះគឺវាមានតែ3ខាងលើហ្នឹងទេវាចាប់យកមកតែ3ខាងលើហ្នឹងទេហើយតមកលោកគ្រូឲ្យ create file វាគឺយើងវាយ mkdir ហ្នឹងមកហើយខ្ញុំដាក់ឈ្មោះ file មកដាក់ឈ្មោះសិទ្ធឆាហ្នឹងមកហើយបន្តមកយើងទៅ cd file ហ្នឹងហើយបន្តមកយើង create hide file ហ្នឹងមកយើងវាយ nano មកហើយសិទ្ធឆាមក enter មក .txt ហ្នឹងហើយយើង enter មកដល់នេះវាឲ្យយើងជ្រើសរើសហើយដល់នេះយើងវាយតិចរបស់វាមកយើងចង់វាយមិនចូលហ្មងយើងវាយសិទ្ធឆាតិចមកសិទ្ធឆា1សិទ្ធឆា2សិទ្ធឆា3ហ្នឹងមកហើយបន្តមកយើងចុច Ctrl X ហើយឥឡូវនេះយើងចុចចូល yes មកហើយវាចេញទៅខាងក្រៅវិញហើយបន្តមកយើងចូលទៅ select file របស់យើងដែលយើងត្រូវវាយ command cat មកសិទ្ធឆា .txt មកហើយស្លាមកយើង head វាយកតាពីខាងលើទេហើយយើង enter មកឃើញនេះវាចេញពីរហ្នឹងសិទ្ធឆាក៏ស៊ីតិចហើយនឹងសិទ្ធឆាមួយហ្នឹងចេញតែពីរហ្នឹងមកទេហើយការធ្វើវីដេអូរបស់ខ្ញុំបានចប់តំណឹងអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះជំរាបលាលោកគ្រូ